បាទព្រោះអីសេចក្តីស្លាប់មានខាងចុងគ្រប់គ្នាក្រំតមុននិងក្រោយតែប៉ុណ្ណោះបើចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាអនិច្ចំទុក្ខអនត្តាធម៌ទាំង3មិនទៀងមែនពិតមានកិរិយាកើតឡើងហើយតែទៅលុបទៅវិញជាធម្មតាបាទមហេតុមរណងអនត្តតោបាទសេចក្តីស្លាប់នៅខាងចុងគ្រប់គ្នាអត់មានណាមួយទឹកអត់ផុតរករូបក៏មិនបានដែរទេណាបាទបើចឹងយកដើរបដើពិចារណាបដើណាបាទរូបណាក៏រូបណានេះកុំថាតែរូបបាទមួយចិត្តណាបាទសំបីតែបាទអ្នកខ្លាំងអ្នកបកែយ៉ាងណាក៏ជាបាទរឿងសេចក្តីស្លាប់នឹងមិនរួចទេណាមួយដែលតាសូមថាបដូរទៅដល់មួយដែលតាកាន់តែ